ដល់ពេលចេញក្រៅហើយទៅម្ដងទៀតល្អនាងអាចទៅដល់ទីនោះតើមានអ្វីបន្ទាប់តើខ្ញុំអាចខ្លាចមុនបានទេហេតុអ្វីបានជាយើងមិនសងវាវិញវាជាភ្លើងមែនទេហេតុអ្វីបានជាខ្ញុំព្រួយបារម្ភអំពីរឿងនេះតើអ្នកពូកែខាងនេះទេខ្ញុំបានគិតថាវានឹងក្លាយជាអំណោយមួយវាមិនមែនថាខ្ញុំមិនដែលឲ្យវាទៅឆ្ងាយខ្ញុំបាននៅក្បែរអ្នកយូរជាងកាលខ្ញុំរៀននៅវិទ្យាល័យអ្នកនៅតែរៀននៅវិទ្យាល័យចុះបើវាមិនមែនជាកូនថ្ងៃស្អែកយើងនឹងលែងលះគ្នាអ្នកចាញ់ខ្ញុំអ្វីខ្ញុំប្រាប់អ្នកខ្ញុំពិតជានឹងភ្ញាក់ឡើងខ្ញុំប្រាប់អ្នកនោះហើយជាមូលហេតុដែលខ្ញុំនិយាយឲ្យខ្ញុំយល់ព្រមជាមុនអ្នកត្រូវតែនិយាយជាមួយខ្លួនអ្នកខ្ញុំប្រាប់អ្នកមិនមែនជាឈ្មោះរបស់ខ្ញុំទេអ្នកដូច្នេះមិនអើពើខ្ញុំពិតជានឹងយកចិត្តទុកដាក់ចំពោះវាអ្វីដែលខ្ញុំត្រូវការមិនមែនជាគីរីកូដែលស្ដាប់បង្គាប់នោះទេមួយដែលអនុញ្ញាតឲ្យខ្ញុំមានឈ្មោះប្រតិកម្មតើអ្នកមែនទេអាចជាបាទវាជាផ្លាកសញ្ញាគិតយូរដែលត្រូវទៅប្រសិនបើអ្នកចាញ់ខ្ញុំនឹងប្រាប់អ្នកមិនមែនជាឈ្មោះរបស់ខ្ញុំទេ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 តើអ្នកមិនមានអារម្មណ៍បែបនេះទេខ្ញុំអាចខ្ញុំមិនមានអារម្មណ៍ទេខ្ញុំមិនមានអារម្មណ៍ទេខ្ញុំមិនមានអារម្មណ៍ទេបងប្រុសអ្វីមួយអំពីការមិនរួមភេទទោះបីខ្ញុំប្រតិកម្មចំពោះរឿងដែលកើតឡើងចំពោះអ្នកក៏ដោយខ្ញុំនឹងមិនមានប្រតិកម្មផ្លូវចិត្តណាមួយឡើយលើពីនេះវាមិនអីទេសម្រាប់អ្នកក្នុងប្រតិកម្មបែបនេះនេះមិនត្រូវបានរំពឹងទុកទេហើយខ្ញុំភ្លាមខ្ញុំនឹងរៀបការជាមួយអ្នកចូលទៅនិយាយវាមកនេះហើយឲ្យលោកតាខ្ញុំអង្គុយនិយាយចុះមិនមានអ្វីផ្សេងទៀតក្រៅពីនោះទេខ្ញុំចង់ឲ្យអ្នកទៅខ្ញុំកំពុងដេកយប់នេះមិនទាន់ចាក់ចេញទេប៉ុន្តែនិយាយតើយើងអាចរៀបការក្នុងមួយខែបានទេតើអ្នកគិតថាបន្ទាប់ពីមួយខែទេខ្ញុំនឹងបដូរចិត្តដូចឆ្នាំមុនមែនទេបាទព្រោះគ្រួសារយើងចង់មានច្បាប់បែបនេះស្ត្រីចង់រៀបការបន្ទាប់ពីមួយខែបើមិនដូច្នេះទេអ្នកនឹងមិនអាចចូលទៅក្នុងមេឃពេញលេញបានទេបន្ទាប់ពីអ្នកស្លាប់ខ្ញុំមិនបានលាអត្ថបទខ្មោចនេះទេប៉ុន្តែវានិយាយតើអ្នកចង់ជឿខ្ញុំបន្ទាប់ពីមួយខែទេខ្ញុំពិតជានឹងរៀបការជាមួយអ្នកនេះនឹងជួយអ្នកដើរតាមផ្លូវក្នុងចិត្តខ្ញុំអាណិតខ្ញុំណាស់$200,000ល្មមទៅចោលខ្ញុំហើយខ្ញុំអាចផ្ដោតលើខ្លួនឯងបន្តិចម្ដងមិនអីទេគ្រាន់តែមួយខែមួយថ្ងៃទៀតមិនគ្រប់គ្រាន់ទេទោះយ៉ាងណាក៏ដោយអ្នកមិនត្រូវអ្នកត្រូវតែមើលប៉ុន្តែខ្ញុំគ្រាន់តែដឹងយកខ្លះចេញពីទន្លេអ្នកដឹងពីរបៀបដើរជុំវិញធំពូខ្ញុំកំពុងចាក់ចេញតាមខ្ញុំនៅទីនេះតើអ្នកចាប់ផ្ដើមទេតើអ្នកអាចធ្វើបែបនេះចំពោះក្មេងដោយរបៀបណាគាត់គួរតែមើលទៅខ្ញុំគ្រាន់តែឃើញអ្វីគ្រប់យ៉ាងពីសម្ព័ន្ធការងារយ៉ាងម៉េចដែរដូច្នេះម្ដងទៀតប៉ុន្តែយើងមិនអាចក្រោកនៅពេលយប់បានទេ